ជំរាបសួរបងម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺជាថ្ងៃទី13មេសានៅខ្វះតែមួយថ្ងៃទៀតទេយើងឈានចូលទៅដល់ថ្ងៃបុណ្យចូលឆ្នាំខែប្រពៃណីខ្មែររបស់យើងទាំងអស់គ្នាហើយឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅចាសួនមនីហារតីដែលពីក្រោយខ្នងរបស់នាងខ្ញុំនេះគឺបងប្អូនដែលគាត់កំពុងតែចារៀបចំឆាកតន្ត្រីដែលយើងត្រៀមរៀបចំកម្មវិធីនៅថ្ងៃស្អែកគឺជាតន្ត្រីទស្សវត្សទី60ដូច្នេះតាមដានទស្សនាជាមួយនេះខ្ញុំទាំងអស់គ្នាថាតើព្រឹត្តិការណ៍មកសង្ក្រាននៅខេត្តសៀមរាបនេះមានរៀបចំកម្មវិធីអីខ្លះនាងខ្ញុំនឹងផ្ដល់យករូបភាពតែគឺបងប្អូនទាំងអស់គ្នាទស្សនាបន្តទីលានក្រសាលចិត្តជំរាបសួរពុកម៉ែបងប្អូនជាថ្មីម្ដងទៀតនេះគឺជាសកម្មភាពទស្សនវិជ្ជាខ្លះមុននឹងថ្ងៃចូលឆ្នាំខ្មែរមួយថ្ងៃចាយើងបានរៀបចំកម្មវិធីតន្ត្រីទស្សវត្សទី60ចានៅសួនមនីហារតីដែលស្ថិតនៅក្នុងខេត្តសៀមរាបតែម្ដងដូច្នេះតាមដានទស្សនាសកម្មភាពក៏ដូចជាទស្សនវិជ្ជាខ្លះក្នុងកម្មវិធីដែលយើងកំពុងតែរៀបចំនៅក្នុងថ្ងៃនេះឥឡូវនេះយើងបានមកដល់កន្លែងបងស្រីកំពុងតែលក់បុកល្ហុងចាជាមួយនឹងកូនស្រីដល់ស្រស់ស្អាតរបស់គាត់ពុកម៉ែបងប្អូនតើគ្នាតាមពិតទៅនាងខ្ញុំមកកំពុងតែខ្ចប់បុកល្ហុងញ៉ាំទេចាកំពុងឲ្យគាត់ជួយបុកមួយចានមកពុកម៉ែបងប្អូនចាឥឡូវមកគយគុណសម្រាប់ចាផ្ការរំដួលបន្តិចសិនពុកម៉ែបងប្អូនឲ្យគាត់ធ្វើអំពីចាផ្ដៅណាស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូននំពំវាសួរចាអាចចូលក្នុងបានទេខ្ញុំកន្លែងខ្ញុំមានលក់នំគ្រក់ហើយនំពុំបងហើយនៅខាងមុខហ្នឹងមានតំណាប់ស្វាយហើយនឹងមានទឹកសណ្ដែកសិតតែធ្វើខ្លួនឯងទាំងអស់មានតំណាប់ស្វាយទឹកសណ្ដែកខ្លួនឯងទាំងអស់បងហើយឥឡូវចាហើយអានេះវិញផលិតផលខ្មែរខ្ញុំធ្វើខ្លួនឯងផ្ទាល់នេះបងមានម្សៅល្មៀតម្សៅចេកចាម្សៅខ្ញីបងដែលគាត់ជាជីវករចាគាត់លក់ដូរម្ហូបអាហារនំចំណីណាគាត់ចាប់ផ្ដើមចាមានយកនឹងការលក់ដូរបងជំរាបសួរអូយបងចាច់ការបានស្អាតដែរបងនេះទិញធ្វើពីអីគេបងកណាត់ទេបងណែអូកម្មញ៉ៃអូយបងស្រីបកាយយ៉ាងនេះបងចេញមកពីហាងណាដែរបងចាខាងមទីអូបងគាត់នៅខាងមទីវប្បធម៌គាត់ធ្វើដោយដៃបងអូនណាចាអូយស្អាតដែរបងអើយឆ្វាយតែម្ដងនេះអាចតាំងពីយើងចូលឆ្នាំខ្មែរអីតាំងទេស្វាយទេវតាអីបានណាបងចាអរគុណច្រើនបងថ្ងៃស្អែកយើងសប្បាយភ្ញៀវច្រើនលើសនឹងទៀតចានេះគ្រាន់តែការត្រៀមថ្ងៃដំបូងចាថ្ងៃស្អែកថ្ងៃទី1ថ្ងៃចូលឆ្នាំខ្មែរចាអរគុណបងចាឥឡូវបានមកដល់កន្លែងលក់អំពៅសាងលក់ដូងពុកម៉ែបងប្អូនហើយឃើញអំពៅសាងនេះហើយនឹកឃើញខ្លួនឯងការពីក្មេងខ្លាំងមែនតែនឥឡូវមកសំណាលេងជាមួយនឹងបងប្រុសលក់ត្នោតជូរតិចមើលបងប្រុសលើកដៃ2គាត់ឲ្យខ្ជូតនេះមិនមែនមានន័យថាខ្ជូត style ទេគឺថាបងអញ្ជើញត្នោតអត់ទេចាមាន2រសជាតិបងចារសជាតិទឹកត្នោតគាត់នេះមានជូរមានផ្អែមគាត់ជំរាបថាទឹកត្នោតគាត់មានញញឹមស្រស់ហើយនឹងអាស្រស់តើចង់ញ៉ាំមួយណាខ្ញុំប្រាប់គាត់ថាខ្ញុំចង់ញ៉ាំញញឹមស្រស់ហើយពុកម៉ែបងប្អូនចាសម្រាប់ពុកម៉ែបងប្អូនវិញចង់ញ៉ាំទឹកត្នោតមួយណាចាចង់ញ៉ាំអាស្រស់ឬមួយក៏ញញឹមស្រស់ឥឡូវកំពុងតែចាគាត់ឲ្យនេះគឺទឹកត្នោតញ៉ាំអាស្រស់បងប្អូនគាត់ថាញញឹមស្រស់ហើយបងណែចាលក់មក10ម៉ាន14,000ទាំងទឹកត្នោតផ្អែមនិងទឹកត្នោតជូរនឹងទាំងស្រស់ទាំងអត់ស្រស់អូប្រភេទស្រស់ៗរៀងពណ៌រៀងកម្ៅអានេះបានន័យថាអត់ស្រស់ទេអាចចម្អិនរួចហ្នឹងរួចចាស្រស់គឺពណ៌បែបនេះពណ៌ថ្លាអញ្ចឹងបាទស្រស់ចម្អិនឲ្យស្រស់ណាមិនអានេះរសជាតិឈ្ងុយជាងអូចម្អិនស្រួយឈ្ងុយជាងបាទនេះស្រាលជាងបាទរសជាតិស្រាលដូចទឹកដោះគោយើងអត់នេះវាស្រាលដោះគោឆៅស្រស់ដោះគោស្រស់យ៉ាងដោះគោដបខ្ញុំយកទៅ2សិននេះអូខេបាទអានេះស្រស់អានេះចម្អិនបាទបន្ទាប់ពីយើងបានសំណេះសំណាលចាស់ជាមួយនឹងបងប្រុសលក់ទឹកត្នោតហើយឥឡូវនេះខ្ញុំបានមកតបបងស្រីលក់សាច់គោអាំងម្ដងគាត់ឥឡូវបងស្រីកំពុងតែញាប់ដៃញាប់ជើងអាំងសាច់ចាស់ជាមួយនឹងកូនស្រីរបស់គាត់ឥឡូវកំពុងសំណេះសំណាលលេងសើចជាមួយពួកគាត់បន្តិចអញ្ចឹងណាបងប្អូនទាំងអស់គ្នាថ្ងៃនេះសាច់គោអាំងរៀងលក់ដាច់ជាងគេចាថ្ងៃបាក់ឆាកដំបូងណាបងប្អូនប៉ុន្តែមិនទាន់ឈានចូលដល់ថ្ងៃចូលឆ្នាំខ្មែររបស់យើងទេចានៅថ្ងៃស្អែកប៉ុន្តែគ្រាន់តែថ្ងៃនេះក៏មានចាមានបងមានប្អូនចាតែគាត់អញ្ជើញមកកំសាន្តទីតាំងកន្លែងនេះគាត់អង្គុយញ៉ាំលេងប្រាផ្ដាហើយចាពុកម៉ែបងប្អូនបន្ទាប់ពីបានឃើញកៅអីតុកនេះហើយនឹកឃើញកាលពីយើងរៀននៅចាអនុវិទ្យាល័យក៏ដូចជារៀននៅបឋមសិក្សាពុកម៉ែបងប្អូនចាឥឡូវកំពុងតែចានេះខ្ញុំដើរប្រតិយករូបភាពសកម្មភាពបន្ថែមទៀតហើយពុកម៉ែបងប្អូនតតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាចា
ពុកម៉ែបងប្អូនទាំងអស់គ្នាពួកគាត់គឺជាសិល្បករសិល្បករនេះដែលមកពីខាងរាជធានីភ្នំពេញចាឥឡូវយើងកំពុងតែធ្វើការសមដើម្បីយើងត្រៀមសម្រាប់ប្រយុទ្ធនៅថ្ងៃស្អែកការងារថ្ងៃស្អែកពុកម៉ែបងប្អូនទាំងអស់គ្នាចាតាមពិតទៅយើងកំពុងតែរៀបសមចាកាឡាដើមម៉ូដដើម្បីយើងត្រៀមសម្រាប់ការងារនៅថ្ងៃស្អែកលើឆាកតន្ត្រីទសវត្សរ៍ទី60តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងបានតែមកដល់កន្លែងឆាកហើយមកកលេចមកមើលបងភ្លេងវិញចាកំពុងតែញាប់ដៃញាប់ជើងទាំងអស់គ្នាដើម្បីរៀបចំចាភ្លេងឧបករណ៍ភ្លេងផ្សេងឥឡូវបន្ទាប់ពីយើងបានប្រឌិតរូបភាពសកម្មភាពបងរួចហើយឥឡូវនេះខ្ញុំបានដើរទៅទីតាំងមួយទៀតហើយទៅជួបអ្នកលក់កាហ្វេចាសម័យទសវត្សរ៍ទី60បន្តិចមើលពុកម៉ែបងប្អូនហើយសម្រាប់និយាយពីថាសម័យនោះស្អាតណាស់ពុកម៉ែបងប្អូនឥឡូវកំពុងស្នេហ៍សំណាលលេងសើចពពួកគាត់បន្តិចពុកម៉ែបងប្អូនទាំងអស់គ្នាក៏យើងក៏ចង់ដឹងដែរថាតានៅក្នុងកម្មវិធីក៏ដូចជាបរិវេណចាសួនមនីហារតីមានរៀបចំកម្មវិធីអ្វីខ្លះហើយក៏មានកន្លែងកំសាន្តអ្វីខ្លះឥឡូវនេះខ្ញុំកំពុងតែដើរប្រឌិតយកសកម្មភាពខ្លះចាស់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាជាមួយនឹងនាងខ្ញុំតិចទៀតត្រូវជួបគ្នាវិញមកតេះកាហ្វេចាពុកម៉ែបងប្អូនទាំងអស់គ្នាទីតាំងកន្លែងនេះខ្ញុំកំពុងតែរ៉ាយរ៉ាប់ព័ត៌មាននេះគឺជាទីតាំងកន្លែងយើងឆ្លងសម័យកាលចាមានន័យថាយើងចូលទៅថតផ្ដិតយករូបភាពចាផ្លាស់ប្ដូរខ្លួនឯងទៅសម័យទសវត្សរ៍ទី60ឥឡូវនេះខ្ញុំចាសូមធ្វើការ voice សលេងតែម្ដងដោយសារសលេងផ្ទាល់វារំខានសំឡេងខាងពេកនាងខ្ញុំសូម voice សលេងបន្ថែមចាឥឡូវតោះទៅតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នានៅផ្នែកខាងក្នុងថាតើការដែលយើងផ្ដិតយករូបភាពចាឆ្លងសម័យកាលហ្នឹងមានរូបភាពអ្វីខ្លះក៏ដូចជាចានឹងអាចទាញនាងខ្ញុំទៅទស្សវត្សរ៍ទី60នេះមានសម្រស់ស្រស់ស្អាតយ៉ាងណាតើតាមបានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាមុននឹងយើងផ្ដិតយករូបភាពបានស្អាតចាយើងត្រូវselectមើលរូបភាពមួយណាដែលយើងពេញចិត្តមួយសិនឥឡូវនេះខ្ញុំកំពុងតែស្គាល់ចុះស្គាល់ឡើងហើយចាឥឡូវនេះខ្ញុំប្រហែលជាយកចារូបមួយណាអញ្ចេះពុកម៉ែបងប្អូនទាំងអស់គ្នាចាមើលសិនចាសូមយករូបភាពចារូបគាត់នេះតែម្ដងពុកបងប្អូនតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាចាំមើលសម្រស់នេះខ្ញុំពេលដែលផ្លាស់ប្ដូរចាឆ្លងសម័យកាលហើយចាំមើលមានរូបភាពចាមានសម្រស់ស្រស់ស្អាតយ៉ាងណាតាមដានទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនចាឥឡូវកំពុងតែញញឹមដាក់ចាស្កាមេរ៉ាមួយសិនពុកម៉ែបងប្អូន12 1ចាអត់មើលទាំងអស់គ្នាចាឥឡូវកំពុងតែធ្វើការចាអាប់ឡូតហើយពុកម៉ែបងប្អូនហើយកំពុងរងចាំបន្តិចចោះទៅគយគុណសម្រស់នេះខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនតែនចាយល់ឃើញយ៉ាងណាដែរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមើលរូបភាពសកម្មភាពនេះហើយមានអារម្មណ៍ថាចាស្អាតដែរតើពុកម៉ែបងប្អូនមានពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងបានមកដល់ឆាកតន្ត្រីសារជាថ្មីម្ដងទៀតហើយពួកយើងកំពុងតែត្រៀមខ្លួនដើម្បីឡើងលើឆាកសមតែម្ដងពុកម៉ែបងប្អូនតែបើកលេខទៅមើលមេឃវិញចារៀងសតុំអាប់អួនតិចដែរប៉ុន្តែសំណាងគឺអត់ភ្លៀងទេគ្រាន់តែមេឃសតុំតែប៉ុណ្ណោះចឹងអរគុណខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគ្រាន់តែជាសកម្មភាពខ្លះៗនៅក្នុងបរិវេណទីលានមនីហារតីដែលយើងរៀបចំកម្មវិធីចាតន្ត្រីសម័យទសវត្សរ៍ទី60ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ក៏ដូចជាផ្ដិតយកសកម្មភាពខ្លះៗចាត់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាជាមួយនឹងនាងខ្ញុំដូច្នេះជួបជាមួយនាងខ្ញុំនៅវីដេអូបន្ទាប់នៅក្នុងចាព្រឹត្តិការណ៍តន្ត្រីទសវត្សរ៍ទី60នៅថ្ងៃស្អែកបន្តទៀតសូមអរគុណសូមជម្រាបលា